nhưngឃើញបងប្អូនស្ត្រីយើងនៅពេលដែលគាត់មានបញ្ហារាំងរដូវគាត់តែងតែភ័យបារម្ភថាតិចជាអាយុអស់រដូវពិតប្រាកដអញ្ចឹងក្នុងនោះអ្វីដែលគាត់ជួបប្រទះខំអាយុ45ឆ្នាំហ្នឹងគាត់តែងតែអាចមានរាំងរដូវមួយខាងពីររដូវគាត់មកអត់សូវទៀងទាត់ទេហើយអ្នកខ្លះគាត់អាចរាំងដោយស្ថានភាពមួយចំនួនស្ថានភាពដែលអាចរាំងរដូវគឺទី1គឺពាក់ព័ន្ធកត្តារាងកាយរបស់មនុស្សស្រីកាលណាគាត់ stress ខ្លាំងគាត់ហត់នឿយគាត់ផ្លូវចិត្តគាត់យ៉ាប់យ៉ឺនគាត់មានអារម្មណ៍ថាគាត់ចង់ទទួលទានអីហើយការញ៉ាំអាហារតិចអញ្ចឹងពាក់ព័ន្ធនឹងកត្តាផ្លូវចិត្តហើយរាងកាយធ្វើឲ្យគាត់រាំងរដូវដែររឿងទី2គាត់ប្រើមធ្យោបាយពជាមធ្យោបាយពជាដែលគាត់ធ្វើឲ្យគាត់រាំងរដូវគឺការប្រើប្រាស់ប្រភេទថ្នាំចាក់3ខែម្ដងកងដាក់ដៃឬក៏កងដាក់ក្នុងស្បូនប្រភេទអង្ហរមិនមែនប្រភេទតំដែងធម្មតាទេហើយការប្រើប្រាស់នេះគឺធ្វើឲ្យគាត់រាំងរដូវដោយសារមូលហេតុគាត់ពជាទេហើយនឹងអ្នកដែលគាត់មានបញ្ហារាំងរដូវដោយសារការកាត់ស្បូនប៉ុន្តែក៏ពេញដៃស្បូនគាត់នៅអញ្ចឹងស្ថានភាពបែបនេះមិនមែនជាការរាំងរដូវអចិន្ត្រៃយ៍ឬក៏មិនមែនជាផលវិបាកដែលបណ្ដាលឡើងមកពីយើងវ័យអស់រដូវទេអញ្ចឹងបងប្អូនក៏មានការបារម្ភដោយសាររដូវហ្នឹងអាចនឹងត្រឡប់មកវិញឬក៏ការរាំងមួយទៀតគឺដោយសារការរំលូតកូនពេលគេកោសគេសម្អាតក្នុងស្ទាប់ស្បូនទៅវាធ្វើឲ្យស្ទាប់ស្បូនយើងអាចដុសបានក៏ធ្វើឲ្យគាត់រាំងរដូវក៏ប៉ុន្តែគាត់អត់មានផលប៉ះពាល់អីទេក្រៅពីគាត់ពិបាកមានកូនឬក៏មិនអាចមានកូនបានអញ្ចឹងសញ្ញានៃការរាំងរដូវឬក៏អត់រដូវបែបនេះគេអត់ចាត់ទុកថាគាត់នឹងដល់វ័យអស់រដូវទេ